សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់យើងថ្ងៃនេះខ្ញុំបាទឈ្មោះយងសុខួរខ្ញុំបាទខ្ញុំតាមបណ្ឌិតខ្ញុំបាទលីកឈូពួកយើងទាំងអស់គ្នាបានរៀបចំវីដេអូក្រោមប្រធានបទស្ដីពីទូនីតិកម្ពុជានៅក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនដូច្នេះកុំឲ្យរងចាំយូរសូមទស្សនាដូចតទៅកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយវប្បធម៌ប្រពៃណីដ៏សម្បូរបែបព្រមទាំងប្រវត្តិសាស្ត្រមួយដ៏រុងរឿងតែដីភូមិសាស្ត្ររបស់ប្រទេសកម្ពុជាយើងបានផ្ដល់នូវសក្តានុពលមួយដ៏ខ្លាំងក្លាសម្រាប់ប្រទេសកម្ពុជាជាពិសេសគឺយើងបង្កើតជាទីសំខាន់សម្រាប់សេដ្ឋកិច្ចរវាងបណ្ដាប្រទេសនៅក្នុងអាស៊ីនិងអាស៊ីអាគ្នេយ៍ព្រោះតែបែបនេះហើយទើបធ្វើឲ្យកម្ពុជាយើងទទួលបានផលប្រយោជន៍ជាច្រើនស្របគ្នានោះដែរកម្ពុជាគឺមានវត្តមាននៅក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិនដែលហៅកាត់ថា BRI តាំងពីឆ្នាំ2013មកម្ល៉េះហើយបានផ្ដល់នូវឱកាសជាច្រើនសម្រាប់ប្រទេសកម្ពុជានៅលើគ្រប់វិស័យជាដោយហេតុនេះហើយទើបវីដេអូមួយនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីផលប្រយោជន៍និងផលវិបាកនៃការចូលរួមរបស់គម្រោងមួយនេះផងដែរគម្រោងខ្សែក្រវ៉ាត់និងផ្លូវគឺជាគម្រោងសកលទូលំទូលាយដែលមានគោលបំណងផ្សារភ្ជាប់បណ្ដាប្រទេសតាមរយៈផ្លូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនិងការវិនិយោគហេតុនេះហើយទើបធ្វើឲ្យប្រទេសកម្ពុជាបានក្លាយទៅជាដៃគូសហការដ៏សំខាន់របស់ចិនដោយសារតែកត្តាភូមិសាស្ត្ររបស់ប្រទេសកម្ពុជាគម្រោងខ្សែក្រវ៉ាត់និងផ្លូវតម្រូវបានបង្កើតឡើងដោយចិននិងសម្ពោធដោយប្រធានាធិបតីលោកស៊ីជីនពីងគឺរចនាឡើងដើម្បីតភ្ជាប់ជាមួយបណ្ដាតំបន់និងប្រទេសនៅលើពិភពលោកវាមានផ្លូវសំខាន់ពីរគឺខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវគោកតាមបណ្ដោយផ្លូវសូត្រនិងផ្លូវសូត្រសម្បត្តិក្នុងសតវត្សទី21ដែលភ្ជាប់កំពង់ផែនិងប្រទេសនៅក្នុងអាស៊ីនិងទ្វីបអាហ្វ្រិកសម្រាប់កម្ពុជាគម្រោងខ្សែក្រវ៉ាត់និងផ្លូវបានផ្ដល់ជាជំនួយហិរញ្ញវត្ថុសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធឱកាសនៅក្នុងការពង្រឹងពាណិជ្ជកម្មនិងការចូលទៅក្នុងទីផ្សារតំបន់តាមរយៈគម្រោងមួយនេះការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិបានឃើញថាកម្ពុជាគឺជាស្ពានដើម្បីផ្សារភ្ជាប់មហាអំណាចចិននិងប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ជាទឹកតាំងវាបានផ្ដល់នូវការវិនិយោគកំពង់ផែផ្លូវល្បឿនលឿនផ្លូវដែកព្រមទាំងរោងចក្រថាមពលគម្រោងសំខាន់បានបង្ហាញតួនាទីរបស់កម្ពុជាក្នុងគម្រោង BRI គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុគឺជាឧទាហរណ៍មួយដ៏សំខាន់ដើម្បីទាក់ទាញពាណិជ្ជកម្មនិងបង្កើនកន្លែងការងាររាប់ពាន់កន្លែងផ្លូវជាតិលេខ4ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវបានអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូននិងពាណិជ្ជកម្មផងដែរបន្ទាប់ពីនេះទៅទៀតគម្រោងរោងចក្រថាមពលដូចជាទំនប់វារីអគ្គិសនីនិងសូឡាបានជួយផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសកម្ពុជាគម្រោងទាំងនេះមិនត្រឹមតែជួយសេដ្ឋកិច្ចនោះទេប៉ុន្តែពង្រឹងការតភ្ជាប់នៅក្នុងតំបន់និងបង្កើនសមត្ថភាពប្រទេសក្នុងការចូលទៅទីផ្សារអាស៊ានក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគម្រោងខ្សែក្រវ៉ាត់និងផ្លូវដែលហៅកាត់ថា BRI នេះក៏បានផ្ដល់ឱកាសទៅដល់ប្រជាពលរដ្ឋខ្មែរនិងព្រមទាំងសេដ្ឋកិច្ចជាតិផងដែរជាតនហេតុកការងារត្រូវបានបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសពង្រីកសហគមន៍ដែលទទួលបានផលប្រយោជន៍ដោយសារតែវាមានភាពងាយស្រួលនៅក្នុងការចូលទីផ្សារសម្រាប់ប្រជាជនកម្ពុជាគម្រោងនេះបានផ្ដល់នូវឱកាសការងារថ្មីជាច្រើននៅក្នុងពាណិជ្ជកម្មផលិតកម្មនិងសេវាកម្មផងដែរទោះជាយ៉ាងណាក៏ដោយវាជារឿងសំខាន់ណាស់ក្នុងការធានាថាការអភិវឌ្ឍមានលក្ខណៈពេញលេញសហគមន៍ដែលនៅជិតគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវត្រូវតែមើលឃើញពីផលប្រយោជន៍ជាក់ស្ដែងហើយកម្លាំងពលកម្មនិងធនធានក្នុងស្រុកគួរតែត្រូវបានចូលរួមផងដែរពេលដែលគម្រោងខ្សែក្រវ៉ាត់និងផ្លូវបានផ្ដល់នូវការអភិវឌ្ឍវាក៏មានការប្រឈមនឹងបញ្ហាប្រឈមមួយចំនួនផងដែរដូចជាការកើនឡើងនៅផ្នែកបំណុលកង្វល់ផ្នែកបរិស្ថាននិងការពឹងផ្អែកទៅលើប្រទេសចិនគឺជាបញ្ហាមួយយ៉ាងសំខាន់ឧទាហរណ៍កិច្ចព្រមព្រៀងប្រាក់កម្ចីមួយចំនួនអាចដាក់សម្ពាធទៅលើស្ថិរភាពសារពន្ធរបស់ប្រទេសកម្ពុជាបានប្រសិនបើមិនត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់នោះទេ
អ្នកជំនាញបានលើកហេតុផលថាតម្លាភាពនិរន្តរភាពនិងតម្លៃបរិស្ថានគឺមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដែលមានរយៈពេលវែង កម្ពុជាត្រូវតែរក្សាលំនឹងរវាងការអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយនឹងការទទួលខុសត្រូវលើបរិស្ថាននិងសង្គមការធ្វើផែនការយុទ្ធសាស្ត្រការត្រួតពិនិត្យបទបញ្ញត្តិនិងការចូលរួមជាសាធារណៈគឺជាគន្លឹះក្នុងការកាត់បន្ថយហានិភ័យទីតាំងភូមិសាស្ត្ររបស់កម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ចិនក្នុងការអនុវត្តយុទ្ធសាស្ត្រតំបន់តាមរយៈការពង្រឹងកំណែតាមបណ្ដាការងាររបស់កម្ពុជាដែលអាចធ្វើឲ្យចិនទទួលបាននូវលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារអាស៊ាននេះបង្កើននូវសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយរបស់កម្ពុជាប៉ុន្តែក៏ទាមទារឲ្យមានការចាត់ចែងការទូតអន្តរជាតិនិងផលប្រយោជន៍ជាតិដោយយកចិត្តទុកដាក់ផងដែរ គំនិតព្រួយផ្ដើមខ្សែក្រវ៉ាត់និងផ្លូវមិនមែនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេវាគឺទាក់ទងនឹងឥទ្ធិពលភាពជាដៃគូនិងការកំណត់ទីតាំងយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងតំបន់ការធានាបាននូវនិរន្តរភាពគឺជាគន្លឹះការប្រកបទៅដោយតម្លាភាពការចូលរួមរបស់សហគមន៍និងការត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថាននិងសង្គមជួយឲ្យកម្ពុជាសម្រេចបាននូវផលប្រយោជន៍រយៈពេលវែងគម្រោងគំនិតព្រួយផ្ដើមខ្សែក្រវ៉ាត់និងផ្លូវត្រូវតែផ្ដោតលើកំណើនឧស្សាហកម្មប៉ុន្តែត្រូវធានាបាននូវការការពារធនធានធម្មជាតិនិងជីវភាពរស់នៅរបស់ប្រជាជនប្រកបទៅដោយសុខដុម តួនាទីរបស់កម្ពុជានៅក្នុងគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវគឺជាការរួមបញ្ចូលនៃឱកាសនិងការទទួលខុសត្រូវកំណើនហេដ្ឋារចនាសម្ព័ន្ធការវិនិយោគបរទេសនិងការតភ្ជាប់ក្នុងតំបន់អាចផ្លាស់ប្ដូរប្រទេសជាតិបានប៉ុន្តែដូចថាតែមានការគ្រប់គ្រងដោយយកចិត្តទុកដាក់និងស្របតាមផលប្រយោជន៍ជាតិ ភាពជាដៃគូរបស់កម្ពុជាជាមួយចិនតាមរយៈគំនិតដូចដើមខ្សែក្រវ៉ាត់និងផ្លូវកំណត់អនាគតសេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់កម្ពុជាតាមរយៈការធ្វើឲ្យមានតុល្យភាពរវាងកំណើននិរន្តរភាពនិងអធិបតេយ្យភាពកម្ពុជាអាចដើរនៅក្នុងគន្លងផ្លូវនេះប្រកបទៅដោយភាពជោគជ័យ